រឿងនាងរជ្ជមាលាការមិនប្រទុះជាសេរីក្នុងលោកកាលព្រះសម្ពុទ្ធគង់នៅវត្តចេតពុននាក្រុងសាវត្ថីកាលនោះមានកុមារីម្នាក់ជាកូនរបស់ទាសីអ្នកបម្រើព្រាហ្មណ៍ម្នាក់ក្នុងស្រុកកយាឯនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះតាំងតែពីនាងកុមារីកូនទាសីរបស់ខ្លួនកើតឡើងមិនដែលបានសប្បាយចិត្តសោះតែឃើញកុមារីនោះកាលណាមានសេចក្តីក្រោធកើតឡើងក្នុងកាលនោះចំណែកនាងកុមារីដល់ធំឡើងក៏បម្រើនាងព្រាហ្មណីជាមួយនឹងម្ដាយប៉ុន្តែនាងពុំដែលបានសប្បាយចិត្តសោះព្រោះនាងព្រាហ្មណីចេះតែវាយតប់ជេរប្រតិចជានិច្ចរាល់ថ្ងៃមួយនាងកុមារីនោះទៅរកនាយសំពៅកោសក់ឲ្យលុះកោហើយក៏ប្រញាប់ប្រញាល់ត្រឡប់មកវិញនាងព្រាហ្មណីក្រឡេកឃើញក្បាលត្រងោលខឹងណាស់ទើបយកខ្សែគោមួយចង្វាយស្ទុះទៅសំពងនាងកុមារីនោះហើយចងកនាងដឹកយកទៅផ្ទះខ្សែដែលនាងចងនោះមិនស្រាយឡើយទើបមនុស្សទាំងឡាយហៅនាងកុមារីនោះថារជ្ជមាលានាងរជ្ជមាលានេះបានជាចៅវាយចេះតែស្អប់ឃើញមុខមិនបានព្រោះកាលពីជាតិមុនក្នុងសាសនាព្រះពុទ្ធកាសបៈនាងជាចៅវាយរបស់នាងព្រាហ្មណីបានវាយទះតប់ទាស័យរបស់ខ្លួនឥតត្រាប្រណីឡើយបានជាពៀននោះមកជាប់បណ្ដាលឲ្យនាងព្រាហ្មណីជេរប្រតិចវាយទះតប់ខ្លួនវិញឯនាងរជ្ជមាលានេះជាស្ត្រីមានចិត្តធ្ងន់បំផុតមិនដែលខឹងតបតដោយពាក្យសម្ដីឬដោយអាការៈណាមួយចំពោះនាងព្រាហ្មណីជាចៅវាយឡើយថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រមាលមើលនិស្ស័យបានជ្រាបថានាងរជ្ជមាលាជាស្ត្រីមាននិស្ស័យខ្ពស់ត្រូវបានសម្រេចដល់សោតាលុះទ្រង់ជ្រាបដូច្នេះហើយថ្ងៃមួយពេលថ្ងៃរសៀលក៏និមន្តទៅគង់ក្នុងព្រៃក្រោមឈើមួយដើមក្បែរភូមិនាងព្រាហ្មណីនោះឯនាងរជ្ជមាលាកាលបើចៅវាយចេះតែធ្វើបាបខ្លាំងដូច្នោះនាងព្រួយចិត្តខ្លាំងណាស់ក៏កាន់ក្អមធ្វើជាទៅដងទឹកហើយលួចរត់ចូលទៅក្នុងព្រៃដើម្បីចងកទៅដល់ឃើញដើមឈើធំមួយក៏ឡើងទៅខាងលើយកខ្សែម្ខាងចងកខ្សែម្ខាងចងភ្ជាប់ទៅនឹងមែកឈើបំរុងនឹងលោតសម្រាប់ខ្លួនស្រាប់តែឃើញព្រះសម្ពុទ្ធគង់ក្រោមដើមឈើមួយដើមក្បែរឈើដែលខ្លួនឡើងនោះសេចក្តីជ្រះថ្លាក៏កើតឡើងទើបស្រាយខ្សែអំពីកហើយចុះទៅថ្វាយបង្គំព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ត្រាស់សួរថានាងមកមានការអ្វីនាងរជ្ជមាលាបានថ្លែងប្រវត្តិរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធជាម្ចាស់តាំងពីដើមដរាបដល់ចប់លុះចប់ហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអនុពពីកថាឲ្យនាងស្ដាប់នាងខំផ្ចង់ស្មារតីស្ដាប់ដរាបដល់ចប់បានសម្រេចសោតាបត្តិផលហើយថ្វាយបង្គំលាព្រះសម្ពុទ្ធកណ្ដៀតក្អមដងទឹកទៅផ្ទះវិញកាលនោះព្រាហ្មណ៍ជាស្វាមីរបស់នាងព្រាហ្មណីកំពុងអង្គុយនៅមាត់ទ្វារបានឃើញនាងរជ្ជមាលាមានទឹកមុខស្រស់បោះជាងសពដងក៏សួរថានាងទៅណាយូរម្លេះមកវិញស្រាប់តែញញឹមញញែមនាងប្រាប់ចៅវាយថាខ្ញុំបានទៅជួបនឹងព្រះសម្ពុទ្ធព្រះអង្គទ្រង់គង់នៅដងព្រៃក្បែរភូមិខ្ញុំស្ដាប់ធម៌របស់ព្រះអង្គបានជាយូរក្រមកមនុស្សទាំងឡាយក្នុងស្រុកកយាបានឮថាព្រះមានព្រះភិក្ខនិមន្តមកក៏នាំគ្នាទៅបបួលនាងព្រាហ្មណីទៅថ្វាយបង្គំព្រះសម្ពុទ្ធកាលបើមហាជនទៅជួបជុំហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអតីតនិទានរបស់ព្រាហ្មណីនិងនាងរជ្ជមាលាឲ្យមហាជនបានដឹងលុះចប់ហើយនាងព្រាហ្មណីនិងស្វាមីរបស់នាងព្រមទាំងមហាជនដែលស្ដាប់ធម៌ទាំងប៉ុន្មានក៏បានដល់នៅត្រៃសរណគមខ្លះបានរក្សាសិល5ខ្លះចាប់តាំងពីថ្ងៃនោះមកនាងព្រាហ្មណីនិងនាងរជ្ជមាលា
បានរាប់អានគ្នាដូចជាបងប្អូនបង្កើតដរាបដល់អស់ជីវិតឯនាងរាជុមាលាលុះធ្វើមរណកាលទៅបានទៅកើតក្នុងស្ថានត្រៃត្រឹងសោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត